បាទសួស្តី admin សូមបញ្ចេញយោបល់ពាក់ព័ន្ធនឹងការចាក់ចែងរបស់ Casemiro ប្រសិនបើមិនទិញបានកីឡាករថ្មីផលប៉ះពាល់ដល់អ្វីខ្លះមានផលប៉ះពាល់អ្វីខ្លះបាទមានអីឆ្លើយទៅនឹង comment របស់គាត់ទេបាទគាត់ថាបើសិនអត់ទិញបានកីឡាករថ្មីហើយ Casemiro ចាក់ចែងវាផ្ដល់ផលប៉ះពាល់អីខ្លះដល់ពីខ្ញុំទៅបើខ្ញុំគិតថាគេមិនបដោយឲ្យវាផ្ដល់ផលប៉ះពាល់ទេព្រោះគាត់ចាក់ចេញនៅខែចាប់រដូវកាលដាច់រដូវកាលអញ្ចឹង 100% គឺបិសាយក្រហមនឹងទិញហើយបាទអត់ទិញគឺមិនកើតទេគឺត្រូវតែទិញនៅ summer នេះគឺត្រូវតែទិញហើយបាទក៏ប៉ុន្តែបើយើងកលេចទៅមើលឈ្មោះឥឡូវយើងធ្វើឲ្យយើងថាទុកចិត្តបានណាបាទដូចជាគាត់លីកឈ្មោះដូចជា Baleba Watton Anderson អីចឹងទៅអ្នកផ្សេងទៀតជាច្រើនទៀតអញ្ចឹងខ្ញុំគិតថាគាត់កំពុងតែត្រៀមខ្លួននៅក្នុងការទិញហើយជំនួសហើយព្រោះឥឡូវនេះគឺយើងដឹងច្បាស់ 100% ថាគាត់នឹងចេញបើរដូវកាលមុនអត់ដឹងថាគាត់ចេញពេលណាទេ Casemiro ចេញក៏តកុងត្រាឬក៏អត់ឲ្យនៅចាប់កុងត្រាដល់ឥឡូវចឹងណាបាទអញ្ចឹងខ្ញុំគិតថាមិនអីទេបាទសម្រាប់Casemiro នេះគឺនឹងមានអ្នកជំនួសគាត់ដែលយើងអត់ដឹងថាណាគេហើយក៏យើងមានភាគរយដឹងខ្លះដែរតែតើជាមួយនឹងកីឡាករដែលគេស្ថិតនៅក្នុងគោលដៅនេះគឺយើងបានដឹងឮកាលពីចុងឆ្នាំមុនមកហើយតែអ្វីដែលយើងបារម្ភបំផុតហ្នឹងគឺនៅឥឡូវនេះបាទគឺឥឡូវនេះវិញទេបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងគឺអត់មានអីជាការបារម្ភអីទេបាទបងនេះមានអីបន្ថែមមកបងការចាក់ចែងរបស់ Casemiro នេះវាគាត់នៅក៏មួយឆ្នាំទៀតក៏បានប៉ុន្តែខ្ញុំគិតថាការចាក់ចេញរបស់គាត់នេះសមហើយវាអត់មានអីមិនទៅសង្ស័យទេមានអីកំហុសដល់ខុសឆ្គងអីទេព្រោះអីវ័យគាត់ក៏ច្រើនហើយទី1បាទទី2គឺប្រាក់ខែគាត់ច្រើនណាស់បាទហើយការមិនសម្រេចមិនបន្តកុងត្រានេះគឺដោយសារការមិនត្រូវគ្នារឿងកាត់ប្រាក់ខែអញ្ចឹងក៏គាត់ចេញទៅហើយតន់គាត់នៅល្អបាទគាត់នៅល្អអញ្ចឹងការចាក់ចេញមកគាត់គឺសល់ឈ្មោះកីឡាករដែលល្អបាទបើគាត់ចាំរដូវកាលទៀតគាត់អាចធ្លាក់គាត់ចេញទៅវាសល់ឈ្មោះថាមិនល្អបាទការចាក់ចេញនេះគឺស័ក្តិសមហើយគាត់នៅចំណេញប្រាក់ខែពីគាត់នេះវាចូលជិត 40,000 ផោនណាបាទសម្រាប់ Casemiro នេះប្រាក់ខែរបស់គាត់ច្រើនបាទ38,000 ផោនហើយអញ្ចឹងគាត់អាចទិញបាទកីឡាករផ្សេងមកជំនួសគឺដាច់ខាតត្រូវតែទិញបានដូចយើងមើលទៅលើបាទម៉ាធូសគូញ៉ាអឹមបាមូហ្នឹងទិញមកថ្លៃមែនក៏ប៉ុន្តែប្រាក់ខែពួកគាត់ដូចជា 18,000 ផោនទៅ 20,000 ផោនទេបាទយើងប្រៀបធៀបទៅលើ Casemiro គាត់អាចយកដូចជាBaleba ដូចជា Watton អីហ្នឹងគឺប្រាក់ខែអាចឲ្យខ្ទង់ជិត 19 ទៅ 20,000 ហ្នឹងបានរហូតទៅដល់2រូបបាទបើយើងមើលទៅអញ្ចឹងកត្តាតម្លៃខ្លួននៃការទិញ Man U អាចមិនចោលទេព្រោះទិញបងជាដំណាក់កាលឬក៏បាទយើងឡូនទិញឯងប៉ុន្តែសំខាន់គឺការចំណាយលើប្រាក់ខែបាទអញ្ចឹងចំណាយលើប្រាក់ខែតើវាខ្ពស់ពេកវាអត់ balance ជាមួយនឹងច្បាប់ហើយក៏ដូចជាក្លឹបអញ្ចឹងបើយើងមើលលើកត្តាតម្លៃខ្លួនក៏វាជាមួយហើយកត្តាទី2គឺប្រាក់ខែព្រោះប្រាក់ខែគឺបង់ឲ្យគាត់ជាប់រាល់អាទិត្យដូចគាត់4ឆ្នាំនេះគេបូកលុយប្រាក់ខែគាត់គឺ148លានផោនណាបាទមិនមែនលេងសើចទេលុយនេះគាត់យកទៅចាយបាទហឺហាគាត់នៅប្រេស៊ីលបាទឆ្ងាញ់ហ៎ប៉ុន្តែគាត់អាចនៅទៅប្រកបនៅអារ៉ាប់ទៅកើតបាន2 3 4 500លានអីទៀតហ៎បាទ2 3ឆ្នាំនៅអារ៉ាប់បាទអញ្ចឹងគឺលុយសុទ្ធហើយអញ្ចឹងការចាក់ចេញនេះគឺល្អទាំងសងខាងទាំង Man U ក៏ដូចជា Casemiro បាទបាទឥឡូវយើងទៅឆ្លើយពី comment បងណាំឈៀវគាត់ថាឈៀវបងចាំវិភាគតើនរណាជំនួសឌូគូស័ក្តិសមក្នុងពេលនេះបច្ចុប្បន្នដែលយើងមើលឃើញមាន Heaven បាទមានម៉ាឡេស៊ីប៉ុន្តែម៉ាឡេស៊ីហាក់ដូចជាមិនសូវមានឱកាសទេចំពោះបងមនីគាត់ថានរណាស័ក្តិសមដែរបាទឌូគូនេះគាត់លេងរៀងប្រសើរល្អបំផុតនេះពីប្រកួតចុងក្រោយបាទហើយប្រកួតមុនក៏គាត់ទៅតែជាពីរបួសដែរគាត់មកពីជំនួសជាតិទៅបាទហើយបើនិយាយថាអ្នកជំនួសគាត់បច្ចុប្បន្ននេះបើយើងមើលទៅបច្ចុប្បន្នគាត់លេងបំរើស្លាប់បាទឆ្វេងទេគាត់មិនខ្សែការពារទេអញ្ចឹងបើយកគាត់ទៅដាក់នៅខ្សែការពារអត់ខ្វះអ្នកជំនួសទេបាទមានលីសាន់ដ្រូក៏បានមានលូកសមានម៉ាស្រាវីបាទម៉ាស្រាវីដែលលុតអីទៅបានហើយបាទប៉ុន្តែបើគិតពីបំរើឆ្វេងគាត់គ្រាន់តែជាអ្នកមកគេថាតួជំនួសដែលអាចថាប្រើរយៈពេលខ្លីឬក៏រយៈពេលដែលយើងត្រូវការបំផុតអីចឹងណាអញ្ចឹងបើនៅឆ្វេងនេះគឺគេមានរ៉ូស៊ីនគេគ្រូញ៉ាមានម៉ោនបាទអាចមានអឹមបាមូមានអីក៏ទៅឆ្វេងបានដែរបាទអាស្រ័យលើគ្រូទេអញ្ចឹងបើរបួសឌូគូនេះគ្រាន់តែយើងបាត់កម្លាំងមួយទេហើយបើនិយាយពីអាចនឹងប្រម៉ូទយុវជនឡើងមកមួយព្រោះបើយើងមើលកូតាកៅអីបច្ចុប្បន្ននេះ
Rezel មានហើយ បាទ ប៉ុន្តែបាត់ឌូគូឈុត11នាក់នេះអញ្ចឹងត្រូវយក Rezel មកលេង11នាក់មុខវិញហើយយកត្រូវយកយុវជនមកអញ្ចឹងយុវជនខ្ញុំមើលទៅវាអាចមានមិនមែនជា OB អីទេបាទខ្ញុំថាមិនមែនជា OB អីទេអាចជា Z Lize អីហ្នឹងបាទ Lize អីហ្នឹងបាទគឺត្រូវហើយអាចហ្នឹងបើខ្ញុំចង់ឃើញ Siko Gune មកលេងប៉ុន្តែខ្ញុំមិនដឹងថាគាត់ធ្វើតេស្តមិនជាប់ឬក៏យ៉ាងណាប៉ុន្តែខ្ញុំមើលគាត់នៅអ៊ុយ18ហ្នឹងណាគាត់ហ្នឹងឯងជា Snow នៅកណ្ដាលបម្រើបាតល្អហើយអញ្ចឹងចង់ឃើញគាត់លេងឈុតធំគាត់ម្យ៉ាងម្នាក់ជាមួយនឹង Mainu ទេបើយើងមើលទៅគាត់ថា Mainu គាត់មុនគូណេហ្នឹងណាបាទគូណេហ្នឹងរបួសដូចជាធ្ងន់ណាស់កាលពីដើមដល់កាលហើយគាត់ទៅជាបានជា2ខែអីវិញទេតែគាត់ចាប់ផ្ដើមលេងហើយខ្ញុំចង់ឃើញហើយចង់និយាយទៅ Menu ដូចជាធ្វើការជាមួយនឹងកីឡាករគេហៅថាស្បែកខ្មៅអាហ្វ្រិកពីអាហ្វ្រិកមកច្រើនបាទតាក់ទងនឹងកម្លាំងបាទកាយសម្បទាហើយគាត់ឌូគូរបួសនេះឃើញព័ត៌មានចេញមកពីបាទចាប់អារម្មណ៍ខ្សែប្រយុទ្ធនៅ Rennes មួយហ្នឹងទៅវាអត់ត្រូវនឹងគាត់ហើយមួយនេះល្ងាចមិញនៅ Freiburg នៅអាល្លឺម៉ង់នោះកីឡាករដេនម៉ាកដូចគាត់ដែរបម្រើកណ្ដាលប៉ុន្តែជាយុវជនដែរអញ្ចឹងវាមិនមានអីសំខាន់ទេមើលទៅមិនមានអីគោលដៅអីទេគ្រាន់តែជាព័ត៌មានចចាមអារ៉ាមទេអញ្ចឹងឌូគូនេះគ្រាន់តែរបួសយើងស្ដាយទេបើថាអ្នកជំនួសគាត់មិនខ្វះទេមានប៉ុន្តែយើងបាត់កម្លាំងអញ្ចឹងណាព្រោះឲ្យគាត់លេអត់ចេះហត់ទេឌូគូនេះបាទកម្លាំងខ្លាំងបាទអរគុណឥឡូវយើងចូលទៅមើល comment មួយទៀតបងនិយាយពី Mount ផងបងដរងអីនិយាយពី Mount ទេព្រោះ Mount ដូចជាពីប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Alcaraz អត់បានបង្ហាញខ្លួនទេបើយើងអត់ឃើញគាត់លេងបើសិនជាយើងនិយាយកីឡាករដែលអត់លេងគឺវាមានច្រើនបាទអញ្ចឹងបើនិយាយពី Mount នេះគឺយើងវាមិនទាន់អាចនិយាយបានអីច្រើននោះទេព្រោះឥឡូវហ្នឹងខ្ញុំគិតថាគាត់អាចនឹងបានបង្ហាញខ្លួនហើយព្រោះឥឡូវបើនិយាយពីអ្នកអត់លេងមកដូចជា Lene Euro Ugarte ក៏គ្នាអត់បានលេងដូចគ្នាដែរសូម្បីតែខូញ៉ាហ្នឹងក៏ផ្លាស់ប្ដូរចូលបាទអញ្ចឹងខ្ញុំគិតថា Mount អាចនឹងត្រឡប់មកវិញឆាប់ហើយប៉ះជាមួយនឹង Fulham នេះគឺត្រូវការគាត់ហើយបើបានលេងបាទមុនក៏ Real ដែរគឺត្រូវការមែនតើហើយបាទខ្ញុំជឿថាគាត់បានលេងវិញអត់អីទេហើយអត់មានបញ្ហារបួសអត់មានបញ្ហាអីទេមកនេះបាទអញ្ចឹងគឺតែអ្វីដែលខ្ញុំចាំមើលនេះគឺចាំមើលគាត់តើគាត់លេងជាមួយនឹងទម្រង់ត្រឡប់មកទម្រង់ដែលគាត់មិនសូវបានលេងតែទម្រង់ហ្នឹងគាត់អត់សូវបានលេងកាលតែហាក់ដឹកនាំបាទគាត់អត់សូវបានលេងទេតារីមដឹកនាំគ្រាន់បើតារីមដឹកនាំគាត់ខ្លាចជាដៃឆ្វេងនៃស្ដាំរបស់តារីមសម្រាប់មកណាបាទអញ្ចឹងឥឡូវនេះគឺត្រឡប់មកទម្រង់មួយនេះវិញនិយាយទៅបើនិយាយពី formation គឺវាគ្រាន់តែជា formation នៅលើ tactic board របស់គ្រូទេក៏ប៉ុន្តែអ្វីដែលជាក់ស្ដែងតើ Carrick ត្រូវការកីឡាករប្រភេទដូច Mount អត់បាទយើងចាំមើលអស់គ្នាតែសម្រាប់ឥឡូវនេះគឺគាត់ពិតជាត្រូវការហើយបាទអានឹងវាជាការតេស្តកីឡាករតេស្តទាំងខ្លួនឯងដែរថាតើធ្វើការជាមួយកីឡាករដែលមានលក្ខណៈសម្បត្តិបែបនេះកើតអត់បាទគឺតែប៉ុណ្្នឹងទេបើសម្រាប់ម៉ោងគាត់មានរបួសមានអីទេគាត់ចាំតែលេងទេបាទឥឡូវយើងចូលទៅដល់ប្រធានបទបងដរងបងរីសិនទៅចាំយើងចាប់ផ្ដើមអាន comment ទៀតឬក៏យ៉ាងម៉េចអូខេបាទដោយសារតែប្រធានបទខ្ញុំនិងប្រធានបទបងមនីគឺខ្ញុំគិតថាគេនេះគេអាចនឹង relate ជាមួយគ្នាច្រើនបាទក៏ប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តសួរជាងបាទខ្ញុំចូលចិត្តសួរចាំឲ្យបងមនីគាត់បកស្រាយចុះបាទអ្វីដែលខ្ញុំចង់សួរគឺដូចបងតែទើបតែនិយាយមិញហើយណាបាទខ្ញុំចង់ដឹងតាក់ទងជាមួយនឹងការគិតបន្តិចទៅព្រោះឥឡូវនេះគឺថ្ងៃទី28ហើយបាទឌូគូក៏របួសបាទឌូគូក៏របួសហើយបើនិយាយពីកីឡាករដែលទិញមកហ្នឹងគឺគ្មានទេលូសៃនីងគ្មានទេមានតែចចាមរ៉ាមបើនិយាយពីការទិញវិញគឺ0តែបាទអានេះខ្ញុំមិនដឹងថាឋានៈដឹកនាំឬក៏កំហុសរបស់ agent ធ្វើការយឺតកំហុសរបស់អ្នក recruit កំហុសរបស់គ្រូឬក៏កំហុសរបស់អ្នកណាខ្ញុំមិនដឹងទេឬក៏គាត់ខ្លាចពេកបើថាអូអត់ចង់ចំណាយលុយអត់ចង់អីទៅចរចាខ្ចីជើងអីក៏លោកវាមានលក្ខខណ្ឌផ្សេងទៀតដែលគាត់ពិបាកចរចាតែបើមើលទៅចេតនានេះបើសិនជាគាត់ចង់ចរចាតាំងពីដើមខែមកហើយណាបាទអញ្ចឹងគឺខ្ញុំពិតជាអត់យល់មែនបាទហេតុអីបានត្រូវអានេះអ្វីដែលខ្ញុំមើលឃើញណាហេតុអីបានត្រូវសេវលុយពេលនេះដើម្បីទុកទិញកីឡាករនៅ Summer បាទជាក់ស្ដែងដែលយើងត្រូវការកីឡាករមកឥឡូវហ្នឹងព្រោះយើងពិតជាត្រូវការមែនបាទនិយាយទៅនិយាយម្សិលមិញហើយបាទកីឡាករខ្សែបម្រើបើសិនជាមានអ្នករបួសឥឡូវចាប់ផ្ដើមរបួសតិចហើយបើសិនជាអ្នកសំខាន់ដូចជា Bruno Kobe Mainu Casemiro របួសទៅយើងសល់15ប្រកួតទៀតបាទតើអ្នកណាជំនួសគាត់នៅក្នុងពេលនេះហើយបើសិនជា
ជាងពាក់កណ្ដាលរដូវកាលបាទសប្តាហ៍ទី30-20ក្រាស់ហ្នឹងហើយឈានមកដល់ពេលហ្នឹងហើយគឺយើងពិបាកខ្លាំងមែនទែននៅក្នុងការទៅយកកៅអី top 4ណាព្រោះពេលហ្នឹងគឺពេលកំពុងតែច្បាំងហើយថ្នាក់នាំខ្ញុំជឿថាគាត់មិនសូវខ្វល់ទេនៅពេលដែលធ្លាក់ទម្រង់ហើយនៅពេលដែលទទួលបានចំណាត់ថ្នាក់មិនល្អច្បាស់ណាស់មិនមែនជាកំហុសរបស់ពួកគាត់ទេគេនឹង point ទៅគ្រូគេនឹង point ទៅលោក Michael Carrick តែទាំងដែលជាក់ស្ដែងដោយសារអ្នកណាគាត់មកជំនួសគេទេហេតុអីបានជាថ្នាក់នាំមិនគិតដល់កន្លែងហ្នឹងឬក៏គាត់គិតហើយគាត់ចង់ដើរផ្លូវផ្សេងទាំងដែលយើងត្រឹមជាអ្នកគ្រប់គ្រងសោះយើងមើលឃើញទាំងអស់គ្នាបើមិនទិញគឺយ៉ាប់ហើយឥឡូវនេះយើងដឹងតែគាត់ចង់ធ្វើអីប្រកបទេណាបើកំណត់បងម្នេះបើគិតថាបើសិនជាម្ដងថ្ងៃនេះហើយมันមានកីឡាករណានាំចូលមកតើកំណត់របស់ថ្នាក់នាំគាត់ចង់ធ្វើមិនវិញចាំមើលបើអានេះគ្រាន់តែគាត់នៅសម្រាប់ចិត្តយូរបើខ្ញុំមើលទៅលើការបំរើសម្ងាត់ឬក៏កីឡាករអីផ្សេងអញ្ចឹងណាបាទខ្ញុំថាគាត់នៅសម្រាប់ចិត្តយូរព្រោះគាត់បានផ្លាស់ប្ដូរក្បាលគ្រូបង្វឹកហើយបាទអញ្ចឹងខ្ញុំគិតថាអាចនឹងមានតែចុងម៉ោងហ្មងព្រោះអីជាទូទៅខែមករាមែនយូតែងតែឲ្យកីឡាករខ្ចីជើងយកមកមួយរហូតយើងចាំមកដូចជាកាវនីអញ្ចឹងណាដូចជា Woodward បាទហើយតាំងពីដើមនោះមាន Harry Lesson តែជំនាន់ Sir តែរាប់ជំនាន់ឥឡូវនេះគេតែងតែមានការខ្ចីជើងអញ្ចឹងខ្ញុំគិតថាអាចនឹងមានមួយបាទតែបើខ្ញុំមើលលើបច្ចុប្បន្នដូចជាលោក Carrick Stackster វិញលោក Carrick នេះបាទខ្ញុំមើលទៅលោក Carrick គាត់អត់ព្រមឲ្យចម្លើយគេណាគាត់ដូចជាមើលទៅគាត់ចង់យកយុវជនមកបើគាត់ទៅតាមដានយុវជនរហូតខ្ញុំមិនដឹងពីចេតនាគាត់នេះគាត់ថាខ្ញុំស្មាន50ទេព្រោះអីបើយើងនិយាយពី loan ទៅយកគេមកដូចជាអត់យឺតអត់ដល់ប៉ុណ្្នឹងទេប៉ុន្តែខ្ញុំគិតថាអាចនឹងមានការតាក់ទើមួយពីលោក Carrick ហើយក៏មានការជំរុញពី Jason អីចឹងដែរតែឲ្យយកទៅប៉ុន្តែគាត់ហើយគាត់គិតថាมันចាំបាច់ប៉ុន្តែនេះវាថាសាក់ដឹកនាំគិតថាមិនក៏មិនចាំបាច់បើយើងកំពុងតែត្រូវធ្វើការធ្ងន់តែលោក Carrick គាត់ជឿជាក់លើខ្លួនគាត់អានេះមកខ្ញុំស្មានណាព្រោះអីខ្ញុំគិតថាគាត់នឹងមើលលើយុវជនគាត់ទៅមើលយុវជនអុយ18ហើយគាត់ធ្វើការស្និទ្ធជាមួយនឹង Darren Fletcher បាទអញ្ចឹងខ្ញុំគិតថាអាចនឹងមាននៅចុងប៉ុន្តែលើការសម្រេចចិត្តស្រួលអាចបានមិនមែនបំរើកដាទៅជាខ្សែការពារឆ្វេងវិញណាអាហ្នឹងក៏ខ្ញុំអត់ហ៊ាននិយាយដែរប៉ុន្តែបើថាបានគឺបាននៅចុងព្រោះអីជាទូទៅខែមករាមែនយូគឺតែងតែប្រើក្បាច់ loan នឹងជានិច្ចបាទអញ្ចឹងខ្ញុំថាអាចនឹងបានប៉ុន្តែការធ្វើការយូរនេះខ្ញុំគិតថាមកពីការសម្រេចចិត្តរបស់គ្រូគាត់នៅ Stackster ណាបាទគាត់មិនទាន់ឲ្យចម្លើយគេឬក៏មួយទៀតមែនយូគិតថាតើគួរតែបញ្ចេញអ្នកណានៅខែមករានឹងដែរឬអត់ព្រោះអីបើយកចូលមកមានតអ្នកចេញទេអញ្ចឹងវាគោប្រាក់ខែបាទបើគាត់ឲ្យអ្នកគេខ្ចីជើងទៅដូចជាអ៊ូកាតេខ្ចីជើងចេញវិញខ្ញុំមកអញ្ចឹងគេអ្នកនោះរាប់រងប្រាក់ខែអ៊ូកាតេទៅប៉ុន្តែអានោះលើ Carrick បាទ Carrick គាត់អ្នកអះអាងលើគាត់ទេអានោះខ្ញុំមើលទៅបើត្រឡប់មកវិញបើសិនជាបើយើងមើលណាបើទោះបីជាមានម្នាក់ផ្លាស់ប្ដូរម្នាក់ឬក៏ពីរនាក់បើយើងនិយាយទៅមើលទៅលើបច្ចុប្បន្នកីឡាករយើងខ្ញុំគិតថាយើងនៅតែពិបាកអញ្ចឹងបាទសម្រាប់កៅអី Champions League ណាបាទពួកអាចនឹងបើទោះបីជាមានម្នាក់មកដូចជាខ្សែបម្រើមកម្នាក់បើយើងគិតមើលឥឡូវយើងឃើញស្រាប់ហើយនៅពេលដែលអត់មានអាម៉ាត់អត់មានអំបឺមូអត់មានពីរនាក់ហ្នឹងបាទរាល់ដងយើងអត់មានគាត់ដែរដល់ពេលលើកនេះទម្រង់ថ្មីនេះនៅពេលដែលអត់គាត់យើងពិបាកមែនទេបាទស្មើរហូតបាទស្មើតាំងពីលីដស្មើតាំងពីអីគេបើលីស្មើច្រើននឹងអត់គាត់បានស្មើគឺល្អហើយបាទចុះបើសិនជាអ្នកមួយចំនួនលើយើងថាបានតែម្នាក់យើងអត់បានអ្នកផ្សេងគេមានល្អហើយដូចមែនធីគេទិញ2បាទអ្នកផ្សេងទៀតគេនាំចូលកីឡាករច្រើនតាំងពីដើមរដូវកាលនោះចានេះគេហៅថាគេពិតជាវាលុកមែនបាទក៏តែបើយើងមើលទៅបច្ចុប្បន្នគឺពិបាកនៅក្នុងការរំពឹងថាតើវិស័យក្រហមយើងអាចនឹងឡើងទៅដល់top 4 top 5ដែរទេដែលវាជាគោលដៅតែមួយនៅក្នុងរដូវកាលនេះយើងពិតជាពិបាកនៅក្នុងការស្មានទឹកចិត្តរបស់ថ្នាក់នាំមែនទេឥឡូវបើធ្វើថាទិញច្បាស់តែទិញហើយម្នាក់បើយើងជាអ្នកគ្រប់គ្រងយើងគិតថាវាយើងថានៅតែពិបាកនឹងទៅរួចក៏ប៉ុន្តែនៅតែមានផ្លូវមួយទៀតវាអាចនឹងកន្លប់ចាក់អីយើងក៏អត់ដឹងដែរបាទនេះយើងមានតែរងចាំមើលទេបាទព្រោះឯងគាត់ដឹងហើយបើខ្ញុំមើលទៅគាត់ឆ្លងអាពីប្រកួតនេះហើយInnos Group ដឹងថាត្រូវធ្វើអីហើយបាទថាបើប៉ុណ្្នឹងមិនដឹងថាត្រូវធ្វើអីយកកៅអីលេខ4ទៀតអាហ្នឹងបាទចាំខ្ញុំមានគាត់អត់ចង់យកបាទខ្ញុំ reaction ម្ដងទៀតដោយការ
ពីRobin Amarin ដឹកនាំគឺថាអាកាសលេខ4ត្រូវតែបានឡើងលេខ4មិនក៏អត់ហើយច្រើនដងដូចជា3ដងណាបាទប៉ុន្តែគាត់តែឡើងហ្នឹងគាត់តែឈរទៅឈរមានលេខទេមិនមែនដាច់អីខ្លាំងទេបន្ទុកស្មើគ្នាទាំងអស់ទេពេលហ្នឹងបាទប៉ុន្តែនេះពេលដែលត្រូវយកលេខ4នេះគឺពេលដែលនេះគឺស័ក្តិសមបាទបើពេលមុននឹងខ្ញុំនិយាយខ្ញុំហ៊ាននិយាយថាវាជាការសេរីការប្រកួតទាំងអស់មែន New ស្មើ Liverpool ស្មើ Chelsea ស្មើហើយបន្ទុកនៅលេខ4លេខ5លេខ6លេខ7ស្មើគ្នាទាំងអស់ប៉ុន្តែនេះពេលឃើញទេមានឈ្នះមានចាញ់ប្រឆាំងគ្នាសំណាងហើយ Man U ឈ្នះពីប្រកួតធំនេះត្រូវហើយសំណាងឲ្យឆ្លងផុតអស់ហើយលែងខ្ញុំនិយាយថាលែងខ្វល់ហើយចាំមើលនៅប៉ះ Liverpool នៅប៉ះ Chelsea នៅប៉ះ Spurs Aston ទឹកដី Man U Aston Liverpool ទឹកដី Man U Chelsea ទឹកដីគេ Spurs ទឹកដីយើងមកប្រកួតក្រោយមួយទៀតប៉ះអញ្ចឹងខ្ញុំគិតថា4ហ្នឹងចាញ់2ស្មើ2ក៏បានដែរឲ្យតែយើងទៅរួចហើយជាពិសេសទឹកដីយើងហើយ Liverpool ពងធ្លាក់ជើងដែរAston នេះគេក៏សវ៉ាយកកៅអីនោះគេកំពុងជាប់នៅ Champions League ដែរអញ្ចឹងខ្ញុំគិតថាដឹកនាំចេះគិតចេះសេរីហើយបើព្រោះអីឆ្លងអា2នេះទៅគឺដូចបើកពន្លឺអញ្ចឹងថាបើកពន្លឺភ្លឺហើយថាប្រកួតនេះដូចខ្ញុំនិយាយអញ្ចឹងគេកំណត់លើក្តារខៀនគេឲ្យថាប្រកួតនេះមិនប្រកួតនេះមិនប្រកួតនេះមិនយើងឈរនៅលេខប្រមាណដូចចេះបុកស្នុកហ៎បាទបុកស្នុកតែយើងអស់ប្រមាណនៅតាបហើយយើងដឹងហើយយើងឈ្នះបាត់ហើយហ្នឹងបាទដូចថាយើងមានពងហើយគេរាប់ពងលើតាបដឹងហើយហ្នឹងតាអញ្ចឹងគេរាប់ពងដឹងហើយអញ្ចឹងដូចតែយើងលេង fantasy ដូចគ្នាអញ្ចឹងប៉ុន្តែtrận đấuគឺដឹងហើយថាប្រកួតណាសំខាន់ប្រកួតណាយកបន្ទុកដូចឥឡូវសល់15ប្រកួតគេទីគេចាញ់ព័ត៌មានគេឈ្នះមែនយូត្រូវការឈ្នះព្រោះគេចាំមើលលេខ3និងលេខ5និង6គេមើលឲ្យប្រកួតក្រោយគេទាញមកមែនយូត្រូវការឈ្នះត្រឹមតែ8ប្រកួតទេធានាកៅអីនៅ Champions League មកអញ្ចឹងអាហ្នឹងត្រឡងក៏ដឹងហើយបើចឹងបើគាត់ពឺឈ្នះ3 4 5ប្រកួតនេះសល់8ប្រកួតទៀតអញ្ចឹងគេចាញ់មកមែនយូត្រូវការឈ្នះតែ5ប្រកួតទៀតទេ3ប្រកួតចាញ់គឺមានកៅអីលេង Champions League ហើយអញ្ចឹងខ្ញុំថាត្រឡងគាត់មើលឃើញហើយតែបើថាមើលមិនឃើញឬក៏គិតមិនចាញ់ទេអាហ្នឹងក៏ដឹងធ្វើមិនដែរបាទតាមហ្នឹងអញ្ចឹងកីឡាករត្រូវមកជួយនេះគឺត្រូវតែមានទិញមកមិនបានលេងក៏ត្រូវយកមកដែរឡូនហ្នឹងយកមកមិនត្រូវឲ្យលេងក៏ត្រូវយកមកដែរព្រោះមើលអត់ឃើញអញ្ចឹងត្រូវការបាទគេហៅតបបំរុងបាទមិនយុវជនក៏ត្រូវការប៉ុន្តែអ្នកមានបទពិសោធន៍គឺសំខាន់នៅ Premier League បាទតែបើយើងមើលទៅបច្ចុប្បន្នយើងមើលទៅកីឡាករយើងគាត់លើទីថាមានម្នាក់មកទៀតចុះមានបន្តម្នាក់ទៀតយើងគិតតែអាចទៅរួចបើយើងមើលឥឡូវយើង50-50ក៏ពិតមែនណាក៏ប៉ុន្តែបើយើងមើលទៅរូបភាពជាបាល់ទាត់ហ្មងយើងមើលទៅគេកីឡាករគេចេញមកស្ថាជាកីឡាករដែលបើយើងនិយាយឲ្យ logic មួយទៀតកីឡាករគេថ្លៃចាញ់យើងធ្វើម៉េចបាទហ្នឹងគឺពិបាកដូច Arsenal នឹងទីអ្នកចាយលុយដល់ពេលមកចាញ់យើងអាហ្នឹងវាទៅផ្លូវមួយតែក៏ប៉ុន្តែវាខ្លាចតែមើលមិនឃើញបាទអាចពិបាកនៅដានជន់ដានចាស់ទៅដែរថាអូឈ្នះក្រុមពីនេះហើយមិនបាច់ត្រូវការកីឡាករទៀតទេអានេះគឺជាការគិតមួយដ៏ខុសហើយជាពិសេសគឺអ្នកគ្រប់គ្រងក៏ដោយថាមានប៉ុណ្ណឹងប្រើបានហើយដល់ពេលដូរគ្រូទៀតអូពួកហ្នឹងប្រើកើតទេតាមពិតអ្វីដែលយើងនៅនិយាយនៅវានៅតែមកកង្វល់ហ្នឹងដែលធ្វើឲ្យ Man U មិនទៅមុខគឺការមិនហ៊ានសម្រេចចិត្តអត់ហ៊ានទេបាទ Chelsea ក៏ហ៊ានលក់ Hazard Real ក៏ហ៊ានលក់បាទដូចមានតែបាសេអត់សូវហ៊ានលក់បាសេគឺនៅអោកសោណាបាសេយកបេដងបាទអញ្ចឹងកីឡាករដូចជុងឲ្យនៅតាំងបាសេជពាក់គេដល់ឥឡូវผมចេញប្រាក់ខែថ្លៃណាដូចជុងហ្នឹងប៉ុន្តែអាហ្នឹងគឺជាការស្រឡាញ់យើង respect គាត់អញ្ចឹងMan Uនៅស្ទាក់ស្ទើររឿងការលក់ហ្នឹងដូចខ្ញុំនិយាយកំហុសអញ្ចឹង Pogba Rashford អីហ្នឹងបាទថ្លៃអាចលក់បានមករួចខ្លួនយើងមើលគេមើលថាដូច Chelsea មើលតែកើតលក់ពុបរួចដើមចំណេញ 20-30 លានទិញទៀតបាទ Rashford កាល2021កាលរ៉ូណូម៉ូតូបូកគាត់ឡើង180លានអាចបាទឡើងអត់លក់បាទអត់ខ្ចីលក់គាត់គិតថាអូមកពិបាករកកីឡាករតែពិតបើយើងមើលមែនតើកីឡាករល្អហើយច្រើនណាស់ក៏ពិតមេឌៀធ្លាប់ជួយគាត់ដែរបាទមេឌៀធ្លាប់ប៊ូសកីឡាករគាត់ដែរដូច Rashford ដូចអីបាទសិតតែធ្លាប់ក៏តែដល់ពេលចុងក្រោយគាត់នៅអោបកសោបហ្នឹងគឺទៅពេលដែលវាទៅវាគេថាពេលដែលវាទុំជ្រុះវាទុំទាំងអស់បរោយបាទមកទាំងអស់ទេឥឡូវដូចហ្នឹងមកខ្វាយក៏ទៅលោក Shaw ក៏អាចទៅដល់ឡុតយើងនិយាយពីវ័យណាបាទ Bruno Casemiro ទៅវ័យទៅណាបាទទៅទាំងអស់ដូចជំនាន់ Sir អញ្ចឹងអ្នកមកស្នងតំណែង Sir គឺពិបាកបន្តិចបាទពួកអីនៅអោបកសោបបាទមានការរុះរើបាទមានការរុះរើមួយវាដូច Amarin មករុះរើអញ្ចឹងតែគាត់រុះរើវាប៉ះពាល់តែការរុះរើហ្នឹងគឺបន្សល់នៅអ្វីគឺឲ្យអ្នកជំនាន់ក្រោយឲ្យត្រូវហើយគាត់រើសដាក់ទៀតបាទ
ដូចគាត់យកបំមូយកអីមកគាត់រៀបត្រូវគាត់រុះរើត្រូវហើយប៉ុន្តែគាត់ថារុះរើត្រូវការរយៈពេលទៀតប៉ុន្តែដូចខារិចមកគេថាឧបនិស្ស័យឬអីមកដាក់មកចំប៉ុន្តែនេះជាការប្រកួតប្រកួតសិនតែគាត់ថាតសើគឺតសើខ្លាំងណាស់ឈ្នះក្រុមខ្លាំងហើយឈ្នះដោយមិនមែនសំណាងទេ มันអាចសំណាង បាទឈ្នះមិនទីថាសំណាងចោះទឹកដីយើង បាទគេហៅថា pure football បាទអាបញ្ចប់ទីដោយមិនត្រូវការសំណាងមានត្រូវការបាល់ល្បេះល្បោះហើយទេគឺថាគឺនិយាយទៅវាជាក្របclassic football ហ្នឹងហើយ បាទអាបាល់ជំនាន់មុនគឺគេលេងអញ្ចឹងណាបាទ ពេលអញ្ចឹងយើងក៏សង្ឃឹមថារឿងនោះវាល្អបន្តទៀតចោះហើយឲ្យវាចប់ដល់រដូវកាលក្រោយចាំមើលវាទៅយ៉ាងម៉េចទៀតឲ្យវាគិតទៀតអញ្ចឹងណាប៉ុន្តែឲ្យចប់អញ្ចឹងខ្ញុំនិយាយថ្នាក់ដឹកនាំបើមើលមិនឃើញទៀតប៉ុន្តែជឿថាគាត់មើលឃើញហើយគាត់ដឹងហើយយកអី Champions League ធម្មតាពេលដែលយើងដឹងវិធីរលុយហើយតែយើងថាយើងមានអី Champions League brand Adidas ក៏គេឡើងយើងអាចទៅលក់ឲ្យ sponsor ផ្សេងបានច្រើនណាលុយទៀតណាលុយមកកណោហើយចាំចូលការប្រកួតលក់ការប្រកួតយកលុយទៀតបាទសេរីទៀតអូយលុយគ្រប់កន្លែងបាទច្រើនពួកលោកគាត់ធ្លាក់អស់លេងហើយបាទធ្លាក់អស់ហើយបាទអញ្ចឹងគឺអី Champions League ជួយគាត់ឲ្យមានបាទចំណូលច្រើន